ពាក្យថាចាស់គឺជាពាក្យមួយម៉ាត់តែមានន័យគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាយកទៅនិយាយនិងអនុវត្ត1ចាំប្រើសម្រាប់មនុស្សយើងម្នាក់តែងតែបណ្តែតបណ្ដោយខ្លួននិងពេលវេលារបស់ពួកគេឲ្យបន្តហួសរហូតជាចូលក្នុងភាពមិនប្រកបប្រជាមិនច្បាស់លាស់នឹងធ្វើអ្វីមួយដោយមិនយកចិត្តទុកដាក់មិនច្បាស់មិនអស់ពីសមត្ថភាពនិងមិនអស់ពីកម្លាំងកាយចិត្តពួកគេចូលចិត្តនឹងប្រើជាញយរាល់ដងនៅពេលនៅពាក្យថាចាំដែលចេញមកពីទង្វើរបស់ពួកគេគឺពួកគេពុំដែលដឹងឡើយថានឹងមានអ្វីឲ្យពួកគេបាត់បង់នៅឱកាសនឹងទុកចិត្តបន្តិចនិងបាត់បង់ទំនុកចិត្តបន្តិចម្ដងរហូតពួកគេមានពេលវេលានិងឱកាសល្អដូចមុនឡើយសម្រាប់មករួមទាំងនឹងបញ្ហាផ្សេងក៏ចូលមកបន្ថែមទៀតខ្លាចជាបន្ទុកមួយកាន់តែពិបាកដោះស្រាយរហូតបោះបង់ចោលនិងខ្លាចទៅជាមនុស្សបរាជ័យដោយពាក្យនិងទង្វើតែមួយម៉ាត់ដែលចេញមកពីចិត្តរបស់ពួកគេចាស់ប្រើសម្រាប់ធម្មជាតិមនុស្សយើងម្នាក់ក៏ត្រូវតែមិនដោយនិងសម្របខ្លួនទៅតាមធម្មជាតិផងដែរដោយមិនអាចយកពេលអនាគតកាលឲ្យមកដើរទន្ទឹមនឹងពេលបច្ចុប្បន្នកាលបានឡើយដោយកិច្ចមិនផុតនៅពាក្យថាចាំនោះទេឧទាហរណ៍ពេលនេះដើមស្វាយរបស់យើងទើបតែចេញការស្លឹកខៀវស្រស់បំព្រងហើយបើយើងចង់បានផ្លែស្វាយទុំយកមកហូបគឺយើងត្រូវតែចាំតាមធម្មជាតិពីការស្វាយនៅទៅជាដុតស្វាយនិងវិវត្តទៅជាផ្លែស្វាយហើយរហូតដល់ផ្លែស្វាយនឹងទុំទើបយើងអាចយកមកក៏បានសរុបមកពាក្យថាចាំគឺមិនបានដល់ផលល្អអ្វីនោះឡើយសម្រាប់មនុស្សយកមកនិយាយនិងអនុវត្តវាតែវាប្រែជាដល់អត្ថប្រយោជន៍ជាច្រើនលើសពីអ្វីទាំងអស់សម្រាប់ធម្មជាតិទៅវិញឆ្នាំថ្មី2015ចិត្តទុកបោកហើយឆ្នាំចាស់2014គឺកន្លងហួសដូច្នេះក៏បញ្ហាប្រក់ទាំងឡាយយើងត្រូវបញ្ចប់វាឲ្យអស់នៅឆ្នាំចាស់ឆ្នាំថ្មីគឺទទួលអ្វីដែលល្អចូលមកជីវិតយើងហើយជីវិតយើងក៏ល្អប្រសើរទៅតាមនឹងដែរសូមអរគុណខ្ញុំបាទមានពិសាល